បាទពុកម៉ែបងប្អូនទាំងអស់គ្នានៅគណៈពេលនេះពុកម៉ែបងប្អូនប្រហែលជាប្លែកដោយសារតែកំពុងតែអង្គុយនៅកណ្ដាលព្រៃជីវិតជាអ្នកសិក្សាស្រាវជ្រាវណាដើម្បីស្វែងរករុក្ខជាតិថ្មីប្លែកមកផលិតមកថតជាវីដេអូដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនយើងត្រូវការពេលវេលាច្រើនណាស់ពុកម៉ែបងប្អូនយើងចំណាយពេលវេលាហើយក៏យើងត្រូវការចំណាយកម្លាំងហើយដូចឥឡូវនេះអញ្ចឹងពុកម៉ែបងប្អូនបានឃើញនឹងអង្គុយកណ្ដាលព្រៃណាមានតាំងពីព្រិចមានតាំងពីដើមឈើផ្សេងពុកម៉ែបងប្អូនទស្សនាមកជុំវិញខ្លួនខ្ញុំទៅតើពុកម៉ែបងប្អូនស្គាល់អីខ្លះស្គាល់រុក្ខជាតិមួយប្រភេទនេះទេពុកម៉ែបងប្អូនដែលកំពុងតែទស្សនាបាទមានច្រើនណារុក្ខជាតិហ្នឹងគឺមានច្រើនឃើញទេពុកម៉ែបងប្អូនបាទដោះនៅនេះពេញទាំងអស់ហើយជាពិសេសនៅតំបន់នេះគឺយើងប្លែកពុកម៉ែបងប្អូនណាប្លែកដោយសារតែរុក្ខជាតិយើងឃើញប្លែកនៅនេះពីមុនដើមចាហួយនេះយើងប្រឹងរកណាប៉ុន្តែយើងរកអត់មានទេនៅក្បែរផ្ទះណាប៉ុន្តែឥឡូវនេះមកជួបជាមួយនឹងដើមចាហួយនៅនេះច្រើនមានផ្កាផងបាទមានផ្កាផងនៅពេលដែលយើងចូលព្រៃបើសិនជាយើងជួបប្រទះជាមួយផ្កាអានេះវាចង់រួយទៅហើយពុកម៉ែបងប្អូនណាវាចង់រួយទៅហើយជួបប្រទះផ្កាស្អាតអញ្ចឹងមានកម្លាំងណាហើយដូចពុកម៉ែបងប្អូនវិលមកជុំទៅឃើញធម្មជាតិបាទព្រៃភ្នំនៅកន្លែងនេះមិញខ្ញុំបង្ហាញពីដើមចាហួយឥឡូវពុកម៉ែបងប្អូនមកមើលជាមួយដើមសបុកជីបាទដើមសបុកជីពុកម៉ែបងប្អូនស្គាល់ដើមសបុកជីហើយពុកម៉ែបងប្អូននឹងបានស្គាល់នៅរុក្ខជាតិផ្សេងពីសបុកជីនេះទៀតអានេះដូចជាតំណុំបកួយគេគ្រាន់តែវាអត់សូវល្អតំណុំបកួយបាទហើយមានរុក្ខជាតិផ្សេងទៀតវល់នោះបន្តិចទៀតយើងក៏នឹងធ្វើជាវីដេអូតាក់ទងជាមួយវល់មកប្រភេទនោះទៀតអញ្ចឹងហើយនៅនេះទៀតពុកម៉ែបងប្អូនសម្បូររុក្ខជាតិប្លែកហើយសបុកជិះនេះពុកម៉ែបងប្អូនហើយស្រស់ស្អាតណាស់ផ្លែរបស់វាណាប៉ុន្តែអ្វីដែលខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលបន្តិចទៀតនេះគឺមានឈ្មោះថាដើមរលាយធំសូម្បីតែឈ្មោះនឹងក៏ចម្លែកដែរណារលាយណាសំណាងឲ្យរលាយធំវាជារុក្ខជាតិបើរលាយមនុស្សវិញគឺរលាយចប់គ្រប់ហើយបាទខ្ញុំនិយាយលេងទេណាហើយយើងមកនេះយើងឃើញមានដើមភ្លូបាទអានេះយើងហៅថាភ្លូបាទភ្លូបាទគឺយើងហៅមួយយ៉ាងទៀតថាភ្លូតូចបាទពុកម៉ែបងប្អូនបានធ្លាប់ស្គាល់ហើយអានេះតថប់ក៏មានច្រើនប្រភេទទៀតប៉ុន្តែយើងមិនបង្ហាញអីទេនេះដើមរលាយធំឬក៏យើងហៅថាដើមរលាយឈាមធំគឺនៅនេះឯងពុកម៉ែបងប្អូនវាជាប្រភេទឈើខ្ពស់ណាវាអាចកម្ពស់វានឹងអាចជាងដល់10ម៉ែត្រដែរពុកម៉ែបងប្អូនបានឃើញនេះប្រហែលជា 4-5 ម៉ែត្រដែរណាហើយដោយសារតែនេះដើមតូចល្មមទេមកដើមធំទៅវាខ្ពស់វាធំដើមនេះពុកម៉ែបងប្អូនមកទស្សនាចិត្តជាមួយខ្ញុំនៅរូបរាងលក្ខណៈរបស់ស្លឹកដើមរលាយធំជាពិសេសណាបើសិនជាពុកម៉ែបងប្អូនទស្សនាស្លឹករបស់វាទៅវាងាយស្រួលក្នុងការកត់សម្គាល់ក្នុងការស្គាល់នៅពេលថ្ងៃក្រោយបើពុកម៉ែបងប្អូនបានជួបប្រទះដោយផ្ទាល់ណាអញ្ចឹងទេដើមរលាយឈាមធំនេះឬក៏ដើមរលាយធំនេះស្លឹករបស់វាគឺធំអញ្ចឹងធំនេះធំប្រប៉ាន់ក្បាលខ្ញុំណាធំហើយស្លឹករបស់វាគឺវាដោះទល់តងគ្នាពុកម៉ែបងប្អូនដោះទល់តងគ្នាតំណុងកដាលរបស់វាគឺវាលេចចេញច្បាស់ពណ៌សបែបនេះហើយតំណុងមួយហ្នឹងគឺវាលេចចេញច្បាស់ណាស់អានេះផ្នែកខាងលើរបស់ស្លឹកហ្នឹងយើងមើលផ្នែកខាងក្រោយនេះផ្នែកខាងក្រោយគឺវាមានពណ៌សវល់បែបហ្នឹងឯងពុកម៉ែបងប្អូនណាអានេះចំពោះស្លឹករបស់វាយើងឃើញហើយពុកម៉ែបងប្អូនណានៅពេលនេះយើងក៏អត់ឃើញមានផ្លែឃើញមានផ្កាអីដែរហើយដើមរបស់វាមួយគុំនេះយើងឃើញមាន3ដើម4ដើមអញ្ចឹងដើមខ្លះក៏ត្រូវភ្លើងចេះងាប់ទៅហើយដើមខ្លះក៏នៅរស់បាទសបកវានឹងក៏ត្រូវបានភ្លើងរោលដែលយើងមើលទៅវាឡើងពណ៌ខ្មៅអស់ហើយប៉ុន្តែសបកនេះចាប់ពិតទៅវាពណ៌សទេចំពោះសបករបស់ដើមរលាយធំឬក៏រលាយឈាមធំនេះពុកម៉ែបងប្អូនណាហើយចំពោះដើមឈើមួយប្រភេទនេះក៏វាមានប្រយោជន៍ច្រើនដែរក្នុងការដែលយើងយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺពុកម៉ែបងប្អូនប្រហែលជាកំពុងតែតន្ទឹងរង់ចាំហើយថាតើរុក្ខជាតិនេះយើងអាចយកទៅព្យាបាលជំងឺអីខ្លះហើយយើងប្រើប្រាស់របៀបម៉េចហើយយើងប្រើក្នុងកម្រិតប៉ុណ្ណាពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានចឹងពុកម៉ែបងប្អូនទស្សនាទៅខ្ញុំនឹងបង្ហាញជូននៅអត្ថប្រយោជន៍របស់ដើមរលាយធំឬក៏រលាយឈាមធំនេះឲ្យពុកម៉ែបងប្អូនបានដឹងបាទ
ផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាសុទ្ធសម្រាប់ព្យាបាលជំងឺគឺយើងប្រើសបកយើងប្រើដើមហើយនឹងឫសចំពោះដើមគឺយើងប្រើសម្រាប់ព្យាបាលស្ត្រីដែលឆ្លងទន្លេរួចបាទសម្រាប់លាងឈាមឬក៏ទម្លាក់ឈាមដែលនៅសេសសល់ហ្នឹងឲ្យបានល្អបាទហើយគឺយើងប្រើរយៈពេល3ថ្ងៃបាទវាជួយទម្លាក់ក៏ដូចជាជួយសម្អាតឈាមស្ត្រីក្រោយឆ្លងទន្លេហ្នឹងឲ្យបានធ្លាក់មកអស់ដែរបាទចំពោះសម្បកដើមយើងប្រើសម្រាប់ព្យាបាលជំងឺរលាកចាញធ្មេញបាទរលាកកាពះក៏ដូចជាជួយព្យាបាលស្ត្រីដែលគាត់រលាកស្បូនបាទចំពោះឫសរបស់ដើមរលាយធំនេះគឺគេប្រើសម្រាប់ព្យាបាលខាត់ឈាមបាទហើយចំពោះកម្រិតនៃការប្រើប្រាស់វិញគឺយើងប្រើពី15ទៅ20ក្រាមសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃបាទរូបរាងរបស់ដើមរលាយឈាមធំក៏ពុកម៉ែបងប្អូនបានស្គាល់អត្ថប្រយោជន៍របស់ដើមរលាយធំឬក៏រលាយឈាមធំក៏ពុកម៉ែបងប្អូនរបស់គ្នាបានដឹងអញ្ចឹងទេវីដេអូរបស់ខ្ញុំដែលបានបង្ហាញតាក់ទងជាមួយរុក្ខជាតិមួយប្រភេទនេះក៏ឈានចូលដល់ទីបញ្ចប់ហើយដែរណាអញ្ចឹងទេតាក់ទងជាមួយវីដេអូដែលខ្ញុំផុសបាទខ្ញុំអាប់ឡូតហើយពុកម៉ែបងប្អូនបានទស្សនាបើសិនជាពុកម៉ែបងប្អូនគិតថាមានប្រយោជន៍ឬក៏ពុកម៉ែបងប្អូនរបស់គ្នាចង់បាននៅរុក្ខជាតិណាមួយយកទៅប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺពុកម៉ែបងប្អូនណាឬក៏ញាតិមិត្តឬក៏បងប្អូនណាដែលគាត់មានអាការៈដែលវាតាក់ទងជាមួយនឹងការបង្ហាញរបស់ខ្ញុំក៏អាចសាកសួរព័ត៌មានបានណាតែខ្ញុំនឹងព្យាយាមស្វែងរកដើម្បីយកទៅឲ្យពុកម៉ែបងប្អូននឹងប៉ះទៅសុខភាពបាទអញ្ចឹងទេវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយក៏សូមជម្រាបលាហើយយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា